យើងមកមើលជំរឿន11អ្នកដំបូងរបស់ក្រុមបាល់ទាត់ Leicester សិនមានអ្នកចាំទីដៃទី1 Matt Hermanson បាទដែលជាអ្នកចាំទីសញ្ជាតិ Denmark ខ្សែការពារ3រូបនៅខាងក្រោមមាន Wood First មាន Connor Cowdy មាន Luke Thomas រាយបម្រើមាន James Justin មាន Wilfred Didi មាន Zumari ចាប់ដៃគូជាមួយនឹង Christensen បម្រើប្រយុទ្ធគឺមានកីឡាករ Bilal El Khanous ជាមួយនឹងកីឡាករ Paston Daga រាយប្រយុទ្ធនៅក្នុងប្រអប់បាទគឺកាពីតែនក្រុម Jamie Vardy ដល់ឡែក11អ្នកដំបូងរបស់ក្រុមបាល់ទាត់បិសាចក្រហមមានអ្នកចាំទីដៃទី1សញ្ជាតិកាមេរូនបាទគឺ Andre Onana ដល់ឡែកខ្សែការពារក៏ប្រើប្រាស់3រូបដែរបើមាន Matthew De Ligt មាន Victor Lindelof មាន Aiden Heaven បាទស្របពេលដែលបម្រើ4រូបគឺមាន Nusia Masrui មាន Manuel Ugarte មាន Bruno ដែលជាកាពីតែនក្រុមនិង Diego Dalot បាទបម្រើប្រយុទ្ធថ្ងៃនេះបាទគឺប្រើប្រាស់ Christian Eriksen បាទចាប់ដៃគូជាមួយនឹង Alejandro Garnacho ប្រយុទ្ធនៅក្នុងប្រអប់បាទគឺ Ramos Hojlund នៅតែគ្រប់គ្រងបាទពីខាងក្រុមបាល់ទាត់ Leicester City សុខស្នាមជួយបានពីអ្នកចាំទី Andre Onana ជួយបានពីអ្នកចាំទី Andre Onana ណែឃើញអូនល្អខ្លាំងផងបានទៅស្រង់ចរណៃណែឃើញអូនណាល្អខ្លះផងសុទ្ធពី Jamie Vardy ដែលជាអតីតបាទគឺជាងសំណង់បាទវិវត្តខ្លួនខ្លាយជាកីឡាករបាល់ទាត់អាជីពគាត់សុទ្ធប៊ូចុងជើងនេះប៉ុន្តែអូនណាអាចជួយបានអាកាសសុទ្ធពីលើនៅបូនទុកចាប់ជាប់ពីអ្នកចាំទីបាទអត់ឲ្យសំបីតែកន្លងសួស្តីអង្គរីអូនបាទសោកស្ដាយផងយប់នេះប្រហែលជាចាញ់ហ្នឹងឯងបាទ Christian Eriksen តាក់កងប៉ះនៅបកលទីតាទម្លាក់ឃ្លៀចេញពីខ្សែការពារផ្ដាច់ស្រាំជាបន្តទៀតអូបាទការក្រោះពី Christian Eriksen បាទសេរីចាស់សញ្ជាតិ Denmark បាល់នេះផុតដៃអ្នកចាំទី Matt Hermanson ល្អមែនទែនប៉ុន្តែទៅប៉ះនៅបកលទីបាល់នេះបើសិនជាចូលមិនដឹងជាខ្លាយជាក្របបាល់ល្អបាទ goal អស់ទៅវិញហើយបាទណែយើងមកមើលការទះកោងបាល់នេះគឺអូយបាទសុទ្ធប្រឡំក្រោះប្រឡំបាទបន្លំDiego Dalot Ramos Hojlund Goal 1-0 Ramos Hojlund ខ្សែប្រយុទ្ធសញ្ជាតិ Denmark ក៏លេងទល់នឹងក្រុមបាល់ទាត់ Real Sociedad ជើងទី2មានឱកាសសុទ្ធតែមិនអាចរកគ្រាប់បាល់បានប៉ុន្តែថ្ងៃនេះលេងទល់នឹងក្រុមបាល់ទាត់ Leicester City នៅក្នុងពានរង្វាន់ Premier League ជើងទី2 Ramos Hojlund បាទជាអ្នកសុទ្ធបើកការនៅមុខឲ្យក្រុមភ្ញៀវបិសាចក្រហម Manchester United យើងមើលចោះការបញ្ជូនបាល់មកមិនអត់ផ្សាយទេទុកបាល់ first touch ក៏ចំណេញទាញមក1-2នៅក្នុងប្រអប់ក៏សុទ្ធមកមុំទី2អ្នកចាំទី Matt Hermanson អត់អាចជួយសង្គ្រោះបានទេការបញ្ជូនពីកាពីតែនក្រុមបាទគឺ Bruno Fernandes គឺជាជំនាញរបស់គេនៅក្នុងការបញ្ជូនបាល់វែងក៏សុទ្ធម៉ាំងប៉ាំងភ្លឹបតែម្ដងគ្មានសល់ទេបាទការសុទ្ធពីសំណាក់ Ramos Hojlund អូយបាទ Hojlund ថ្ងៃនេះគឺ Hojlund បាទគឺបង្ហាញពីគុណភាពនៅក្នុងការបញ្ចប់ទីបានយ៉ាងល្អខុសពីការប្រកួតសក់មួយដងបាទឥឡូវឆាប់បាល់បានហើយពី Manchester United 3-3 Ramos Hojlund បញ្ជូនឲ្យ Garnacho Goal 2-0សុទ្ធបញ្ចូលទីដោយ Alejandro Garnacho នៅនាទីទី56នៅក្នុងតង់ទី2ដោយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិ Argentina យើងមកមើលការបញ្ជូនបាទគឺខុសបាល់ខូចបាល់ពី Zumare ក៏ឆាប់បានពី Ramos Hojlund ក៏បញ្ជូនឲ្យ Alejandro Garnacho បាល់នេះ offside ឬក៏យ៉ាងណាយើងមកមើលចំហសិនបាទការបញ្ជូនពី Hojlund បាទនៅសល់ខ្សែការពីធុងមកតែយើងមិនដឹងថា offside ឬក៏យ៉ាងណាទេបាទទប់បន្តិចសិនពីបាទ Garnacho ក៏សុទ្ធឆ្វេងមកអ្នកចាំទីបានត្រឹមតែឈរមើលបាល់ចូលសំណាញ់ទីតែប៉ុណ្ណោះបាទឥឡូវមានការ kicking the slow goal បាទ offside ដោយ VAR យើងចាំមើលបាទដៃដូចជារៀងមកមុខបន្តិចសម្រាប់ Garnacho ប៉ុន្តែចំហជើងដូចជានៅស្មើអូជើងស្មើបាទខៀវល្ងឹតអីអត់ឲ្យទេបាទគឺ offside សោកស្ដាយមែនតើបាទនោះសែម៉ាស៊ូរីបញ្ជូនឲ្យ Garnacho ប្រុងស៊ីប្រឡោះជើងអត់ផុតឲ្យ Toby Collier Bruno បញ្ជូនចូលក្នុងប្រអប់ Bruno បញ្ជូនជាបន្តទៀតសុទ្ធស្នាម Goal នាទីទី56សុទ្ធបញ្ចូលទីត្រូវបានដកគ្រាប់មកវិញដោយសារចំហ offside
ចាយពេល10នាទី10នាទីបាទទៅហ្គាណាឆូអាចសុទ្ធគ្រាប់បាល់ម្ដងទៀតសាជាថ្មីលើកនេះគឺមិនមានអ្វីរាំងស្ទះរាំងស្កាត់ទេពលគឺគ្រាប់បាល់ទី2កាត់ឡើងបានសម្រាប់តែម្ដងការបញ្ជូនម្ដងជា2ដងមកពីកាពីតេនក្រុមបាទ Bruno Fernandes បាទលោក Ruud van Nistelrooy គាត់អស់សង្ឃឹមថាហេតុអីបាទខ្សែការពារនៅឡើងបាទប្រជុំគ្នាឡើងរញងឲ្យគេសុទ្ធបានណែបុកហើយក៏បែរសុទ្ធស្ដាំមុំតូចនេះបាទអ្នកចាំទីទៅជួយណាបានបាទទៅតែគ្នាឯងបាំងខ្សែប្រយុទ្ធផងបាទមើលបាល់ណាឃើញមកគ្រាន់តែកលេចមកផ្លេតបាទគឺបាល់ចូលដល់សំណាញ់ទីបាទហើយបាទល្អមែនទែនបាទស្ទាយរបៀបអបអបាទគឺបាទ Desem បាទដដែលបាទរត់ទៅអបអបាទគឺស្ទាយតាមរៀមច្បងដែលជា idol របស់ខ្លួនគឺ Cristiano Ronaldo ស្នាមឲ្យ Diego Dalot បាទ Dalot មួយទល់នឹងមួយ Dalot ហ្វាំងអូយ៉ាញាក់ដាច់បញ្ជាគេល្អម្ល៉េះ Dalot Diego Dalot កាត់បាល់មកឲ្យសុទ្ធស្រាម Goal 3-0 ប៉ូទុយហ្គាល់បញ្ជូនឲ្យប៉ូទុយហ្គាល់បញ្ចប់ទីមួយបាល់នេះស្អាតដល់កយបាទដោយកាពីតេនក្រុម Bruno Fernandes 3 without reply 3-0 នេះគឺ Manchester United និង Man 2K25 ថាហើយចុងឆ្នាំបាទចុងខែជាស្រ័យចុងខែ3នេះឬក៏ចុងរដូវកាលនេះគឺជាពេលវេលាដែល Man U គេបាទសន្សំពងហើយព្រោះថាគេមានលុយល្មមសំគួរទៅលេងចូលឆ្នាំហើយអញ្ចឹងអត់ត្រូវការលុយទេគឺត្រូវការពងបាទយើងមកមើលការបាញ់បាល់វែងបាទពី Casemiro បាទចំណុចនៃការទាញម្នាក់បាទដាច់ចង្កេះនេះល្អមែនទែនហើយក៏កាត់បាល់ឆាក់មកលើដំបូលទូកសុបផ្លាប់អូយស្អាតណាស់សុប outside the box បាល់នេះប្រហែលជា22ទៅ23ម៉ែត្រហើយបាទចម្ងាយនៃការសុបបាទពី Bruno នេះឆ្ងាយណាស់បាទហើយក៏អ្នកចាំទីហក់មិនដល់ទេបាទស្អាតយកទៅមែនទែនកោងនេះខ្ញុំថាបាល់នេះបើមិន 2-0 បាទក៏អាចមានដល់ 3-0 ដែរឥឡូវនេះបងប្អូននឹងជឿឬក៏មិនជឿចូលទៅក្នុងតាច់ទូឃ្លៀចេញមកវិញបាទពួកបាល់បន្តិចកាស់ពី Jamie Vardy សូបាល់ពីអង់ត្រេអូណាអូយអូណាណាដល់ទៅពេលក្រុមល្អអូណាណាចាប់ផ្ដើមល្អដែរទប់បាល់តែពី Delic ហារីអាម៉ាស់ពាំងអាម៉ាស់ពាំងដេញតាមបាល់ពី Wilfred Didi បើបញ្ជូនថយក្រោយពួកបាល់បានពី Casemiro បញ្ជូនមកឲ្យ OB ហ្នឹងហើយ OB បាទសុទ្ធផងអាស៊ីផងបែបនេះហើយគ្រាប់បាល់ទី1នេះយើងមកមើលការស៊ូបាល់ពីអូណាណាស្អាតណាស់បាទសពដាច់បាទលោកមិន